Welcome back to my YouTube channel សម្រាប់วันนี้គឺយើងនឹងចង់យកអំពី how to build your confidence for your physical health សម្រាប់សុខភាពផ្លូវកាយរបស់យើងអញ្ចឹងពីដំបូងឡើយសុខភាពផ្លូវកាយរបស់យើងហ្នឹងគឺចំណុចដែលសំខាន់គឺគេងឲ្យបានគ្រប់គ្រាន់គេងឲ្យគ្រប់គ្រាន់ហ្នឹងគឺយើងអាចគេងចន្លោះពី6 ទៅ 8 ម៉ោងអីដែលអ្នកគ្នាអាចគេងបានចំពោះការហាត់ប្រាណអ្នកគ្នាអាចធ្វើលំហាត់ប្រាណតិចតួចដូចជាដើរពេលព្រឹកឬហាត់ប្រាណពេលល្ងាចឬក៏អ្នកគ្នាអាចជិះកង់អីក៏បានដែរញ៉ាំឲ្យបានទៀងពេលជាពិសេសអាហារពេលព្រឹកគឺសំខាន់មែនទែនសម្រាប់សុខភាពរបស់យើង How to build your confidence ចឹងចំពោះ confidence នៅក្នុងរូបរាងកាយខាងក្រៅហ្នឹងក៏ពិតទៅដំបូងយើងអាចនិយាយថាផ្លូវចិត្តគឺសំខាន់ជាងកាលណាដែលយើងថែរក្សាសុខភាពផ្លូវចិត្ត build your confidence on your mental health ហើយគឺសុខភាពផ្លូវកាយនឹងអូខេដូចគ្នាតែពេលខ្លះវាក៏យោងគ្នាទៅវិញទៅមករវាងសុខភាពផ្លូវកាយនិងផ្លូវចិត្តដែរ how to grow up how to build the confidence ចឹងពេលថា confidence និងភាពជឿជាក់ហ្នឹងគឺយើងគឺថែរក្សារូបរាងខាងក្រៅរបស់យើងវាគឺជាផ្នែកមួយចំណុចមួយអាចថាចំណុចមួយដែលជាផ្នែក 50% នៃ confidence របស់យើងឧទាហរណ៍ទៅយើងចេញទៅក្រៅដោយអត់មានភាពជឿជាក់ដូចយើងអត់ចង់សូម្បីលុបមុខមួយទឹកចឹងយើងអត់មាន confidence លើខ្លួនឯង how to start a new day without ទឹកដល់យើងផ្ដោតទៅលើគោលដៅមិនបើយើងខ្ជិលសូម្បីតែធ្វើរឿងទូចៗប្រចាំថ្ងៃ take care of your body ចឹងឥឡូវខ្ញុំផ្ដើមនិយាយចេញពីសក់មុនគេសក់អ្នកគ្នាអាចធ្វើការរោសាប៊ូណាដែលត្រូវនឹងសក់របស់អ្នកគ្នាឲ្យវាមានសុខភាពល្អកុំឲ្យវាមានគេមានអីចឹងទៅមុខរបស់គ្នាមិនថាស្អាតឲ្យមុខសស្អាតភ្លឺអីមិនទេសម្បត្តិអ្នកគ្នាប៉ុណ្ណាក៏បានដែរធម្មតាតែតែអ្នកគ្នាប៉ុន្តែ just លាងសម្អាតបាក់តេរីភាពកខ្វក់ចេញពីស្បែកមុខប្រើ foam អីដែលត្រូវនឹងស្បែកមុខរបស់យើងតាមមកទៀតអ្នកគ្នាអាចគិតអំពី body រាងកាយរបស់គ្នាភាពស្រស់ស្អាតវាមិនមែនកំណត់ទៅលើពណ៌សម្បុរថាតើអ្នកគ្នាសអ្នកគ្នាត្រូវមាន confidence លុះត្រាតែអ្នកគ្នាសទេគ្នាគ្រាន់តែងុយទឹកដុសខ្លួនសម្អាតក្អែលសម្អាតអីចឹងទៅអាហ្នឹងក៏ហៅថាភាពស្រស់ស្អាតដែរមួយទៀតគឺការស្លៀកពាក់វាមិនមែនជាគ្រប់យ៉ាងដែលវា confident ទេប៉ុន្តែវាអាចជាផ្នែកទូចមួយដែលធ្វើឲ្យអ្នកគ្នាមានភាពជឿជាក់ចំពោះខ្លួនឯងយើងឃើញខ្លួនឯងស្រស់ស្អាតមានភាពជឿជាក់លើខ្លួនឯងអ្នកគ្នាមានទំនុកចិត្តលើខ្លួនឯងអ្នកគ្នាឃើញពីចំណុចល្អរបស់ខ្លួនឯងធ្វើឲ្យគ្នាមានកម្លាំងចិត្តនិងមានអារម្មណ៍ថាខ្ញុំចង់បានអីបន្តទៀតខ្ញុំចង់ធ្វើអីសម្រាប់ខ្លួនឯងឲ្យកាន់តែល្អទៀតមានអារម្មណ៍ថាយើងស្រឡាញ់ខ្លួនឯងកាន់តែខ្លាំងចំពោះការស្លៀកពាក់មិនសំដៅតែគ្នាលាបពាក់ឲ្យស្អាតទិញខោអាវស្អាតអ្នកគ្នាអាចលាបពាក់អីដែល comfortable ចំពោះអ្នកគ្នាលាបពាក់អីដែលអ្នកគ្នាគិតថាសមរម្យសមនឹងវ័យរបស់អ្នកគ្នាឧទាហរណ៍តែអ្នកគ្នាអាយុ18ឆ្នាំ20ឆ្នាំចឹងអ្នកគ្នាអាច search ឥឡូវសម័យឥឡូវគឺជឿនលឿនមែនទេអ្នកគ្នាអាចចង់ដឹងថាវ័យរបស់គ្នាហ្នឹងគឺ shoot នឹង style បែបម៉េចហើយអ្នកគ្នាអាចធ្វើការជ្រើសរើសថាអ្នកគ្នាចង់ grow up បែបម៉េចផ្លាស់ប្ដូរតាមវ័យបែបម៉េចកុំឲ្យអ្នកគ្នាមានការស្ដាយក្រោយនៅពេលអ្នកគ្នាមានវ័យជ្រេចាស់ទៅបើអ្នកគ្នាស្ដាយថាពេលនោះចង់ស្លៀកពាក់ចេះតែអត់បានធ្វើអញ្ចឹងឬក៏ស្ដាយក្រោយថាឥឡូវចាស់ហើយស្លៀកពាក់អីដែលខ្លួនឯងចង់ស្លៀកពាក់លេងបានអាហ្នឹងគឺ build your confidence សរុបមកវិញចំណុចដែល build confidence គឺមាន build your confidence for physical health ហើយរក្សាសុខភាពមានញ៉ាំឲ្យទៀងទាត់គេងឲ្យបានគ្រប់គ្រាន់សម្រាកហើយហាត់ប្រាណបន្តមកទៀតអ្នកគ្នាគិតលើរាងកាយរបស់គ្នាថែរក្សាសក់ស្បែកមុខ body ស្បែកអ្នកគ្នាហើយនឹងការស្លៀកពាក់របស់គ្នាថាអ្នកគ្នាចង់ស្លៀកពាក់បែបណាដើម្បី build your confidence ក៏ពិតទៅដូចខ្ញុំនិយាយដែរអញ្ចឹងវាមិនមែនថាអាការស្លៀកពាក់និងការតុបតែងខ្លួននោះវាគឺជាអ្វីគ្រប់យ៉ាងទេប៉ុន្តែវាគ្រាន់តែជាអ្វីមួយដែលអាចធ្វើឲ្យអ្នកគ្នាមានទំនុកចិត្តលើខ្លួនឯងធ្វើឲ្យអ្នកគ្នាស្រឡាញ់ខ្លួនឯងកាន់តែខ្លាំងកាលអ្នកគ្នាស្រឡាញ់ខ្លួនឯងកាន់តែខ្លាំងអ្នកគ្នានឹងអាចរកឃើញនៅអ្វីដែលខ្លួនឯងចង់ធ្វើបន្តទៅទៀតមិនមែនដូចយើងនិយាយមិនចឹងគឺក្រោកពីដេកមកអត់ចង់លុបមុខអត់ចង់ធ្វើអីទាំងអស់អញ្ចឹង how can you find something that you want to do សំបីតក្រោកមកមិនចង់ក្រោកមិនចង់ងូតទឹកមិនចង់អីប៉ុណ្ណឹងអញ្ចឹងចង់សម្រេចគោលដៅអីធំអីបានមិនកើត so
yes ហើយនឹងយកទៅចំណុចល្អអ្នកគ្នាគិតថាត្រូវសមចំពោះអ្នកគ្នាដើម្បី grow up ដើម្បី build your confidence for physical health អរគុណអ្នកគ្នាសម្រាប់ការមើលវីដេអូនេះដល់ចប់បាយបាយ